សួស្តីបងប្អូនអរគ្នាត្រឡប់មកជួបអ្នកគ្រូសាជាថ្មីម្ដងទៀតដែលនៅថ្ងៃនេះដែរអ្នកគ្រូលើកយកលំហាត់មួយទៀតនៅក្នុងជំពូកទី2មេរៀនទី1ខ្នោះយកមកធ្វើការបកស្រាយសម្រាប់បងប្អូនអរគ្នាតោះឥឡូវអូនទៅអានប្រធានជាមួយអ្នកគ្រូហើយយើងស្ដាប់បំរាប់ទាំងអស់គ្នាគេថារបារមួយមានប្រវែង2ម៉ែត្រគេប្រើរបារនេះធ្វើជាខ្នោះដើម្បីលើកបន្ទុកមួយដែលមានទម្ងន់600ញូតុនស្ថិតនៅចម្ងាយ 0.5 ម៉ែត្រពីទម្រកកណនីផលមេកានិកនៃខ្នោះខកណនីកម្លាំងដែលប្រើដើម្បីលើកបន្ទុកតើឥឡូវយើងចាប់ផ្ដើមទៅស្រង់បំរាប់ទាំងអស់គ្នាចារបារមួយមានប្រវែង2ម៉ែត្រអញ្ចឹងប្រវែងដែលគេប្រាប់មកនេះជាប្រវែងសរុបអ្នកគ្រូអាចតាំងដោយអក្សរ D ស្មើជាមួយនឹង2ម៉ែត្របន្ទាប់មកគេប្រាប់ទម្ងន់របស់បន្ទុកដែលមានទម្ងន់ស្មើនឹង600ញូតុនដែលទម្ងន់របស់បន្ទុកយើងតាំងដោយ FR ស្មើនឹង600ញូតុនបន្តមកទៀតគេប្រាប់ថាទម្ងន់បន្ទុក600ញូតុននោះស្ថិតនៅចម្ងាយ 0.5 ម៉ែត្រពីទម្រអញ្ចឹងចម្ងាយ 0.5 ម៉ែត្រពីទម្រនេះគឺជាចម្ងាយរបស់ប្រវែងដៃខ្នោះបន្ទុកដែលយើងតាំងដោយ DR ស្មើជាមួយនឹង 0.5 ម៉ែត្រឥឡូវយើងមកធ្វើការគណនាផលមេកានិកនៃខ្នោះទាំងអស់គ្នាដែលផលមេកានិកនៃខ្នោះយើងតាំងដោយរូបមន្តផលមេកានិកយើងតាំងដោយអក្សរ MA ដែលស្មើជាមួយនឹង DE នៅលើ DR ប៉ុន្តែយើងអត់ដឹងតម្លៃរបស់ DE ទេប៉ុន្តែយើងដឹងប្រវែង D សរុបជាមួយនឹងប្រវែងដៃខ្នោះបន្ទុកអញ្ចឹងយើងអាចគណនាប្រវែងដៃខ្នោះចលករបានដោយចាប្រវែងដៃខ្នោះប្រវែងរបស់សរុបហ្នឹងគឺស្មើឲ្យប្រវែងដៃខ្នោះចលករបូកជាមួយនឹងប្រវែងដៃខ្នោះបន្ទុកអញ្ចឹងយើងទាញរកប្រវែងដៃខ្នោះចលករមកអញ្ចឹងនាំឲ្យប្រវែងដៃខ្នោះចលករគឺស្មើជាមួយនឹងប្រវែងដៃខ្នោះសរុបដកជាមួយនឹងប្រវែងដៃខ្នោះបន្ទុកអញ្ចឹងយើងចំនួនតម្លៃលេខចូលមកស្មើនឹង2ម៉ែត្រដកឲ្យ 0.5 ម៉ែត្រដែលស្មើជាមួយនឹង 1.5 ម៉ែត្រចាអញ្ចឹងយើងដឹងប្រវែងដៃខ្នោះចលករក៏ដូចជាប្រវែងដៃខ្នោះបន្ទុករួចហើយអញ្ចឹងយើងធ្វើការចុះចូលទៅក្នុងរូបមន្តផលមេកានិកយើងតែម្ដងអញ្ចឹងយើងបានផលមេកានិកគឺស្មើឲ្យ 1.5 ចែកឲ្យ 0.5 ដែលស្មើជាមួយនឹង3អញ្ចឹងដូចនេះផលមេកានិកនៃខ្នោះរបស់យើងគឺស្មើជាមួយនឹង3អញ្ចឹងការគណនាចំណុចខគណនាផលមេកានិកនៃខ្នោះរួចរាល់ហើយយើងទៅធ្វើការគណនាកម្លាំងដែលប្រើដើម្បីលើកបន្ទុកអញ្ចឹងកម្លាំងដែលប្រើដើម្បីលើកបន្ទុកគឺជាកម្លាំងចលករដែលយើងតាំងដោយអក្សរ FE ចាដែលយើងបានគណនាផលមេកានិកហើយអញ្ចឹងយើងអាចប្រើរូបមន្តផលមេកានិកក្នុងការទាញរកកម្លាំងចលករបានដោយផលមេកានិកយើងតាំងដោយ MA ស្មើឲ្យទម្ងន់របស់បន្ទុកចែកឲ្យកម្លាំងរបស់ចលករអញ្ចឹងយើងអ្វីដែលយើងចង់បានគឺយើងចង់គណនាកម្លាំងចលករអញ្ចឹងនាំឲ្យកម្លាំងចលករគឺស្មើឲ្យទម្ងន់របស់បន្ទុកចែកជាមួយនឹងផលមេកានិកដោយទម្ងន់របស់បន្ទុកយើងបានស្គាល់រួចហើយផលមេកានិកគឺយើងបានស្គាល់រួចដែរអញ្ចឹងយើងគ្រាន់តែយកតម្លៃហ្នឹងមកចុះចូលក្នុងរូបមន្តរបស់យើងអញ្ចឹងគេបានកម្លាំងចលករគឺស្មើឲ្យទម្ងន់បន្ទុករបស់យើងគឺ600ញូតុនចែកឲ្យផលមេកានិកស្មើជាមួយនឹង3អញ្ចឹង600ចែក3គឺស្មើជាមួយនឹង200ញូតុនអញ្ចឹងដូចនេះកម្លាំងដែលប្រើដើម្បីលើកបន្ទុករបស់យើងគឺស្មើជាមួយនឹង200ញូតុនជាចម្លើយអញ្ចឹងការបកស្រាយលំហាត់ជំពូកទី2មេរៀនទី1ខ្នោះរបស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ